ភាពតានតឹងកើនឡើងកងកម្លាំងថៃបន្តសកម្មភាពទន្ទ្រានដីកម្ពុជាដោយខុសច្បាប់នៅភូមិព្រៃចានខេត្តបន្ទាយមានជ័យស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃហាក់នៅតែបន្តមានភាពតានតឹងខណៈដែលនៅថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025នេះកងកម្លាំងចម្រុះរបស់ប្រទេសថៃបានកំពុងបន្តសកម្មភាពទន្ទ្រានដីកម្ពុជាដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិនៃកម្ពុជានៅថ្ងៃទី10តុលានេះសកម្មភាពទន្ទ្រានដីនេះត្រូវបានធ្វើឡើងបើទោះបីជាភាគីកម្ពុជាធ្លាប់បានធ្វើការតវ៉ានិងស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពានលើបូរណភាពទឹកដីរបស់កម្ពុជាកន្លងមកហើយក៏ដោយការបន្តសកម្មភាពទន្ទ្រាននេះត្រូវបានគេមើលឃើញថាគឺជាការមិនគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនិងការរំលោភបំពានលើកិច្ចព្រមព្រៀងព្រំដែនមានស្រាប់រវាងប្រទេសទាំងពីរការបន្តវត្តមាននិងសកម្មភាពរបស់កងកម្លាំងថៃនៅតំបន់ភូមិព្រៃច័ន្ទមិនត្រឹមតែបង្កឲ្យមានភាពតានតឹងផ្នែកនយោបាយនិងការទូតប៉ុណ្ណោះទេថែមទាំងបង្កក្តីបារម្ភខ្លាំងដល់សុវត្ថិភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅជាប់ខ្សែបន្ទាត់ព្រំដែនផងដែរកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You